កំពូលតារាជំរៀងអុកញ៉ាព្រាបសវត្តបានប្រកាសថ្កោលទោសចំពោះទង្វើរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដីនិងអធិបតេយ្យភាពកម្ពុជាដែលនៅក្នុងនោះលោកអុកញ៉ាព្រាបសវត្តក៏បាននិយាយចំបែបនេះថាកំពូលតារាជំរៀងអុកញ៉ាព្រាបសវត្តបានចេញសារប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរំលោភបំពានរបស់អាជ្ញាធរថៃមកដែនអធិបតេយ្យភាពបូរណភាពទឹកដីនិងសិទ្ធិមនុស្សមកលើប្រទេសកម្ពុជាយ៉ាងកំរោលនិងយ៉ាងកក្លឿនបំផុតតាមរយៈការអនុវត្តច្បាប់របស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជាកាលពីយប់ថ្ងៃទី10ខែតុលាឆ្នាំ2025នេះកំពូលតារាចម្រៀងអុកញ៉ាព្រាបសវត្តបានប្រកាសនៅលើបណ្ដាញសង្គម Facebook យ៉ាងដូចនេះថាយើងខ្ញុំសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរំលោភបំពានរបស់កងចម្រុះរបស់ថៃទៅលើបូរណភាពទឹកដីនិងអធិបតេយ្យភាពកម្ពុជានិងរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅភូមិព្រៃច័ន្ទដោយនៅក្នុងនោះផងដែរកងទ័ពថៃបានរំលោភបំពានទី1រំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ទី2រំលោភបំពានលើស្មារតីកិច្ចប្រជុំ JBC និង RBC ទី3រំលោភបំពានលើអនុសារណៈនៃការយោគយល់គ្នាត្រង់ចំណុចទី2មាត្រាទី4នៃ MOU ឆ្នាំ2000ទី4ជាសកម្មភាពរំលោភសិទ្ធិមនុស្សនិងច្បាប់មនុស្សធម៌អន្តរជាតិសិទ្ធិក្នុងការទទួលលំនៅឋាននិងជីវភាពសមរម្យហើយនៅក្នុងនោះផងដែរលោកអុកញ៉ាព្រាបសវត្តក៏បានប្រកាសសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសទង្វើរំលោភបំពានរបស់ថៃនិងចាត់វិធានការចាំបាច់ដើម្បីឲ្យប្រទេសនេះបញ្ឈប់ទង្វើឈ្លានពានដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាយ៉ាងកក្លឿនបែបនេះតទៅមុខទៀតសូមរំលឹកផងដែរថាកាលពីយប់ថ្ងៃទី10ខែតុលាឆ្នាំ2025នេះកំពូលតារាចម្រៀងអុកញ៉ាព្រាបសវត្តបានប្រកាសនៅលើបណ្ដាញសង្គមយ៉ាងដូចនេះថាយើងខ្ញុំសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរំលោភបំពានរបស់អាជ្ញាធរថៃមកលើបូរណភាពទឹកដីនិងអធិបតេយ្យភាពកម្ពុជានិងរំលោភបំពានលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅភូមិព្រៃច័ន្ទរបស់កម្ពុជាដោយនៅក្នុងនោះលោកអុកញ៉ាព្រាបសវត្តក៏បានស្នើសុំឲ្យអន្តរជាតិជួយមើលទង្វើរបស់ថៃនេះផងដែរបាទអញ្ចឹងបងប្អូនដឹងហើយថាបាទលោកអុកញ៉ាព្រាបសវត្តគឺជាកំពូលតារាចម្រៀងបាទប្រចាំប្រទេសកម្ពុជាដ៏ល្បីឈ្មោះហើយអុកញ៉ាព្រាបសវត្តតែងតែឈឺឆ្អាលទៅរឿងប្រទេសជាតិនិងប្រជាពលរដ្ឋដែលនៅជាប់ព្រំដែនរវាងកម្ពុជានិងថៃដោយអុកញ៉ាព្រាបសវត្តក៏បានចេញសារនេះដើម្បីថ្កោលទោសទៅទាហានថៃដែលបានរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាផងដែរបាទអញ្ចឹងបងប្អូនដឹងហើយថាបាទមួយរយៈចុងក្រោយនេះបាទទាហានថៃតែងតែបាទចូលមកយកទឹកដីកម្ពុជាដោយខុសច្បាប់ដោយនៅក្នុងនោះតែងតែបាទធ្វើរបងក៏ដូចជាយកបន្លាលុះនឹងពាត់ជុំវិញផ្ទះប្រជាពលរដ្ឋដើម្បីបាទដេញប្រជាពលរដ្ឋកម្ពុជាបាទចេញពីលំនៅឋានផងដែរដោយពួកគេបានអះអាងថាទឹកដីនេះគឺជាទឹកដីរបស់គេតាំងពីដូនតាមកម្លេះបងប្អូនអ្នកគ្នាបាទ